ប្រកាសលេខ 103/25 កបប្រកអថកស្ដីពីការគ្រប់គ្រងការីភារីប្រការ1ប្រកាសនេះកំណត់អំពីលក្ខណៈការងារនៃការីភារីនិងកាតព្វកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់កម្មករនិច្ចិតតាមរយៈកិច្ចសន្យាជួលការីភារីក្នុងគោលបំណងធានានូវប្រយោជន៍របស់កម្មករនិយោជិតប្រការ2ការីភារីសំដៅដល់រូបវន្តបុគ្គលឬនីតិបុគ្គលដែលទទួលការងារពីសហគ្រិនជាសហគ្រាសគ្រឹះស្ថានដើមក្នុងនាមជាអ្នកម៉ៅការបន្តឬអ្នកជួលផលិតបន្តដើម្បីប្រតិបត្តិការងារឬផ្ដល់សេវាណាមួយដោយគិតថ្លៃសរុបពីសហគ្រិនតាមរយៈការជ្រើសរើសកម្មករនិច្ចិតដោយខ្លួនឯងតាមតម្រូវការទោះបីជាប្រតិបត្តិការងារនៅទីតាំងណាមួយក៏ដោយប្រការ3កិច្ចសន្យាជួលការីភារីត្រូវធ្វើជាលាយលក្ខណ៍អក្សរនិងត្រូវចុះបញ្ជីនៅនាយកដ្ឋានអធិការកិច្ចការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយសហគ្រិនប្រការ4សហគ្រិនដែលជាម្ចាស់ឬនាយកសហគ្រាសគ្រឹះស្ថានត្រូវរៀបចំបញ្ជីរាយនាមការីភារីដែលបានចុះកិច្ចសន្យាជាមួយដោយមានបញ្ជាក់នាមឋានៈអាសយដ្ឋាននៃការីភារីនិងស្ថានភាពនៃទីកន្លែងធ្វើការនីមួយៗព្រមទាំងបញ្ជីឈ្មោះកម្មករនិច្ចិតដែលការីភារីប្រើប្រាស់តាមទម្រង់ដូចមានកំណត់ក្នុងឧបសម្ព័ន្ធទី1នៃប្រកាសនេះដែលត្រូវផ្ញើបញ្ជីនេះមកអធិការការងារតាមរយៈប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យការងារដែលមានគេហទំព័រ https://lacms.mlvt.gov.kh ក្នុងរយៈពេល7ថ្ងៃចំពោះសហគ្រាសទូទៅនិង15ថ្ងៃចំពោះសហគ្រាសកសិកម្មក្រោយថ្ងៃចុះកិច្ចសន្យាប្រការ5ការីភារីមានកាតព្វកិច្ចដូចខាងក្រោមទទួលខុសត្រូវចំពោះកម្មករនិច្ចិតដែលខ្លួនជ្រើសរើសក្នុងការអនុវត្តកិច្ចសន្យាជួលការីភារីដូចនិយោជកដែរចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យការងារតាមរយៈគេហទំព័រ lacms.mlvt.gov.kh និងរាយការណ៍អំពីនាមអាសយដ្ឋានរបស់សហគ្រាសគ្រឹះស្ថានដើមដែលខ្លួនបានចុះកិច្ចសន្យាជាមួយព្រមទាំងចុះបញ្ជីក្នុងបេឡាជាតិសន្តិសុខសង្គមបិទប្រកាសបញ្ជាក់នៅកន្លែងធ្វើការឬការដ្ឋាននីមួយៗដែលអាចងាយអានបាននៅឋានៈរបស់ខ្លួននិងនាមអាសយដ្ឋាននៃសហគ្រាសគ្រឹះស្ថានដើមដូចមានគំរូនៅក្នុងឧបសម្ព័ន្ធទី2នៃប្រកាសនេះប្រការ6កម្មករនិច្ចិតអាចប្តឹងម្ចាស់ឬនាយកសហគ្រាសគ្រឹះស្ថានដើមក្នុងករណីការីភារីមិនបានបំពេញកាតព្វកិច្ចដែលធ្វើឲ្យខូចប្រយោជន៍របស់ខ្លួនម្ចាស់ឬនាយកសហគ្រាសគ្រឹះស្ថានដើមត្រូវទទួលខុសត្រូវបំពេញកាតព្វកិច្ចចំពោះកម្មករនិច្ចិតក្នុងករណីដែលការីភារីមិនអាចឬមិនបានបំពេញកាតព្វកិច្ចទាំងនោះប្រការ7ការកេងយកប្រយោជន៍ពីកម្មករនិច្ចិតឬការវាយបន្ថោកថ្លៃដោយការីភារីត្រូវហាមឃាត់ប្រការ8អ្នកប្រព្រឹត្តល្មើសនឹងបទបញ្ញត្តិនៃប្រកាសនេះត្រូវទទួលរងការផាកពិន័យឬផ្តន្ទាទោសតាមច្បាប់ដូចមានចែងក្នុងជំពូកទី16នៃច្បាប់ស្តីពីការងារប្រការ9បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍ប្រការ10អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុអគ្គនាយកនៃអគ្គនាយកដ្ឋានការងារប្រធាននាយកដ្ឋានអធិការកិច្ចការងារប្រធានគ្រប់អង្គភាពដែលពាក់ព័ន្ធនិងប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីខេត្តត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅថ្ងៃច័ន្ទពីកើតខែពិសាខឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2568ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី28ខែមេសាឆ្នាំ2025រដ្ឋមន្ត្រីហេងសួរ